ខ្ញុំសូមធ្វើការរាប់ជូន3 2 1សូមអរគុណមេតាអបអរសាទរ我宣布2025年重点旅游年正式启动。ទីបានឆាន់ទេសចរកម្ពុជាចិន2025ចាប់ផ្ដើមជាខ្លាំងណាស់ឆ្នាំទេសចរកម្ពុជាចិន2025អមដោយការសម្ដែងសិល្បៈពិសេសសម្រាប់កម្ពុជាជាងស៊ូត្រូវបានរៀបចំពិធីប្រកាសបើកជាផ្លូវការកាលពីរាត្រីថ្ងៃទី23ខែឧសភាឆ្នាំ2025នារាជធានីភ្នំពេញកម្មវិធីនេះបានប្រព្រឹត្តទៅក្រោមមតិប្រិយភាពអាដាមវង្សីវិសុទ្ធឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីអាដាមវ៉ាងវិនពីនអគ្គរដ្ឋទូតប្រចាំកម្ពុជាអាដាមហ៊ុតហរដ្ឋមន្ត្រីក្រសួងទេសចរនិងអាដាមស៊ូគូលីនអភិបាលខេត្តជាងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនព្រមទាំងមន្ត្រីជាន់ខ្ពស់មន្ត្រីមកពីក្រសួងស្ថាប័ននិងសាធារណជនចូលរួមយ៉ាងច្រើនកកកអាដាមហ៊ុតហរដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍ថាសម្រាប់រយៈពេល4ខែដើមឆ្នាំ2025កន្លងមកនេះទេសចរចិនមានចំនួនជាង38,000នាក់កើនឡើងជិត 49% ផ្អែកតាមទិន្នន័យនេះអាដាមសង្ឃឹមយ៉ាងមុតមមថាការកំណត់យកឆ្នាំ2025ជាឆ្នាំទេសចរនឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញបង្កើនភ្ញៀវទេសចរចិនមកទស្សនានៅកម្ពុជាបង្កើនទំនាក់ទំនងក្នុងវិស័យទេសចរនិងវប្បធម៌ព្រមទាំងជំរុញការផ្លាស់ប្ដូររវាងប្រជាជនជាពិសេសការផ្លាស់ប្ដូរក្នុងចំណោមយុវជននិងថ្នាក់នាំជំនាន់ក្រោយដើម្បីរួមចំណែកដល់ការសម្រេចបាននូវបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនអាដាមវ៉ាងវិនពីនបានមានប្រសាសន៍នៅពេលនោះថាកាលពីខែមុនប្រធានរដ្ឋចិនអាដាមស៊ីជីនពីងបានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជាហើយភាគីទាំងពីរបានប្រកាសរួមគ្នាចាត់ទុក2025ជាឆ្នាំទេសចរចិនកម្ពុជានេះគឺជាឆ្នាំទី3បន្តគ្នាដែលភាគីទាំងពីរបានរៀបចំព្រឹត្តិការណ៍ឆ្នាំថ្នាក់ជាតិបន្ទាប់ពីឆ្នាំមិត្តភាពចិនកម្ពុជា2023និងឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជន2024អាដាមបន្តថាការរៀបចំកម្មវិធីនេះគឺជាការអនុវត្តកងសង្ស៊ីសំខាន់ៗដែលកំណត់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តសន្ទុះវិជ្ជមានក្នុងការផ្លាស់ប្ដូរចំណងមិត្តភាពរវាងប្រទេសទាំងពីរនិងកត់ត្រាភាពអស្ចារ្យនៃកិច្ចសហប្រតិបត្តិការទេសចរចិនកម្ពុជាអាដាមស៊ូគូលីនបានមានប្រសាសន៍ថាប្រទេសទាំងពីរមានភូមិសាស្ត្រជិតគ្នាមានការផ្សារភ្ជាប់ប្រជាជននិងប្រជាជនព្រមទាំងមានវាសនារួមប្រវត្តិនៃការផ្លាស់ប្ដូរចំណងមិត្តភាពរវាងប្រទេសទាំងពីរមានអាយុកាលជាង2000ឆ្នាំមកហើយអាដាមបញ្ជាក់ថាខេត្តជាងស៊ូបានចាប់ផ្ដើមការផ្លាស់ប្ដូរទំនាក់ទំនងជាមួយកម្ពុជាមុនគេមានឫសគល់ជ្រៅនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំអាដាមវង្សីវិសុទ្ធបានមានប្រសាសន៍ថាចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជាហើយចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាអាដាមបានដឹងដែរថាឆ្នាំទេសចរកម្ពុជាចិន2025ត្រូវបានប្រកាសក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិននៅកម្ពុជាប្រកបដោយផ្លែផ្កាដែលបានបន្ថែមសន្ទុះថ្មីទៀតដល់ការកសាងសហគមន៍វិសនារួមកម្ពុជាចិនគ្រប់រដូវកាលប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់អាដាមថាមិត្តចិនមិនត្រឹមតែរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាដែរក្រៅពីនេះក៏មានការសម្ដែងសិល្បៈរួមគ្នារវាងសិល្បករសិល្បករនីកម្ពុជានិងចិនជាពិសេសក្រុមសម្ដែងអញ្ជើញមកពីខេត្តជាងស៊ូផងដែរ